ជំរាបសួរអ្នកនរគ្នាស្វាគមន៍សាយថ្មីមកកាន់ការសម្រាយរឿងលីគីយ៉ុងរបស់យើងបន្តទៀតហើយសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តកុំឲ្យខាតពេលវេលាយូរតោះចាប់ផ្ដើមនៅភាគនេះយើងឃើញថាអាតូរបស់យើងហ្នឹងគឺបានប្រាប់ទៅឌុងគូឲ្យជួយទៅលើក្មេងស្រីម្នាក់នោះដោយសារតែអាតូរបស់យើងគឺឃើញថាក្មេងស្រី cute ម្នាក់ហ្នឹងគឺមាន talent legendary អាចនឹងក្លាយទៅជាមេឃដ៏ខ្លាំងពូកែម្នាក់ដូច្នេះហើយគាត់នឹងធ្វើការជួយហើយក៏បានហៅក្មេងតូចម្នាក់នោះឲ្យចូលមកពួនមកដើម្បីគាត់នឹងឌុងគូការពារគាត់ក៏ស្រាប់តែមាន monster មួយបានដើរមកជិតដល់កន្លែងនោះហើយ monster នោះបានកលេចទៅឃើញអាប៉ែឌុងគូនឹងកំពុងតែឃើញហើយតក់ស្លុតហើយក៏បានវាប្រហានទៅលើអាប៉ែឌុងគូនោះហើយក៏ប៉ែឌុងគូនោះក៏បានការពារតនពេលវេលាដោយឃើញឱកាសល្អអាទូរបស់យើងក៏បានយកលំពេងហក់ទៅចាក់ទៅលើ monster នោះដោយស្រែកយ៉ាងខ្លាំងថាងប់ទៅក៏ស្រាប់តែអាប៉ែឌុងគូក៏លេចទៅឃើញ monster មួយទៀតនៅពីក្រោយអាទូរបស់យើងហើយក៏បានប្រាប់អាទូរបស់យើងថាលបងប្រយ័ត្នមាន monster មកទៀតហើយបន្ទាប់មកអាទូរបស់យើងក៏បានកលេចទៅឃើញថាមាន monster នោះកំពុងតែវាយប្រហារទៅលើអាទូស្រាប់តែមានការវាយប្រហារពីអ្នកកណ្ដាលមួយស៊ីងស្រាប់តែដាច់ក្បាល monster ទាំង3នោះអស់អាទូយើងក៏បានមើលយ៉ាងផ្លឹកហើយក៏បានគិតថាពីគេមិញចេះហើយក៏ក្រឡេកទៅមើលបុរសនោះក៏បានដើរអស់ដាវដោយមឹងម៉ាត់ទៅរកទូកអង្អែប្រុសរបស់យើងហើយក៏បានងើបមករួចក៏សម្លឹងទៅមើលទូកអង្អែប្រុសរបស់យើងរួចក៏俺君をどこかで私も君の名前は二人の間通り過ぎた風មែនអញ្ចឹងទេច្រឡំម៉ែញអើយតែថា Fendo ក៏បានចេញមកហើយអាតូរបស់យើងនឹងក៏បានចាប់អារម្មណ៍ទៅលើពាក្យមួយអ្នកដែលបានត្រឡប់ពេលវេលាហើយគីយ៉ុងរបស់យើងក៏បានគិតក្នុងចិត្តថាអីគេត្រឡប់ពេលវេលាហើយអាតូរបស់យើងក៏បាន shock បន្តិចហើយក៏មើលទៅកាន់ overall rating អ្នកនរគ្នាចង់អានតិចទៅខ្ញុំអត់បានអានទេដឹងត្រឹមថា He Song នឹងគាត់ខ្លាំងនៅបែបនេះហើយ Ki Song នឹងក៏មាន potential ដែលមានលេខខ្ពស់ជាច្រើនដែលសុទ្ធសឹងតែ23ទាំងអស់ហើយអាទូរបស់យើងក៏បានកើតក្នុងចិត្តថាវាមិនអាចទៅរួចទេម្នាក់នេះមិនមែនជាជីវិតលើកទី1របស់គេទេអាប៉ែ He Song នឹងក៏ឃើញអាទូរបស់យើងនឹងហើយក៏សួរទៅអាប៉ែឌុងគូថាអាប៉ែនេះណាគេហើយអាប៉ែឌុងគូក៏បានណែនាំអាតួគីយ៉ុងរបស់យើងនឹងទៅកាន់អាប៉ែ He Song ដោយសប្បាយចិត្តខ្លាំងមែនតើហើយអាតួរបស់យើងក៏បានកលេចទៅកាន់ ability របស់អាប៉ែ He Song ហ្នឹងហើយក៏ឃើញថាកម្រិត ability របស់អាប៉ែ He Song ហ្នឹងគឺថា legendary តែម្ដងអាគេយ៉ុងរបស់យើងឃើញអញ្ចឹងហើយចំណែនខ្លាំងមែនតើដោយសារវាបានរបស់កាហើយអាប៉ែនេះស្អីហ្នឹងបានសតតែ legendary ហើយអាតួរបស់យើងក៏គិតក្នុងចិត្តថាស្អីហ្នឹងមិនក៏អាប៉ែហ្នឹងធ្វើមកអញ្ចឹងតែអាប៉ែហ្នឹងដឹងតែយើងលួចមើលលក្ខណៈសម្បត្តិរបស់គេមែនទេសម្រាប់ឥឡូវនេះយើងនឹងបង្ហាញពីចំណុចល្អរបស់យើងតាមតែអ្វីដែលយើងអាចធ្វើបានគេយើងមកយើងគិតហើយក៏បានចាប់ផ្ដើមណែនាំខ្លួនទៅកាន់អាប៉ែហើយក៏សួរទៅកាន់អាប៉ែ He Song នោះថាតើមកម្នាក់ឯងមែនទេអាប៉ែ He Song នោះក៏បាននិយាយថាគេមានកន្លែងដែលបោះជំរំមួយហើយអាទូរបស់យើងក៏សួរទៅកាន់ទៀតថាតើមានមនុស្សប្រហែលអ្នកនៅកន្លែងជំរំហ្នឹងហើយអាប៉ែ Song នោះក៏បាននិយាយថាមានប្រហែលជា30នាក់ហើយគិតខ្ញុំចិត្តថាពួកមនុស្សខ្សោយនេះនិយាយទៅអាតួរបស់យើងហ្នឹងគឺសំដៅទៅលើពួកអ្នកបោះជំរំទាំង30នាក់ហ្នឹងថាគ្រាន់ជាបន្ទុកដល់អាប៉ែ He Song ហ្នឹងតែប៉ុណ្ណោះបន្ទាប់មកអាតួរបស់យើងក៏បានគិតទៅលើអាប៉ែ He Song ហើយក៏គិតចង់បន្ត relationship ឲ្យល្អជាមួយនឹងអាប៉ែ He Song ដោយសារអាប៉ែ He Song ហ្នឹងខ្លាំងនិយាយទៅអាតួរបស់យើងហ្នឹងគឺ ability កាកខ្លាំងមែនទែនវាយមិនដែរឈ្នះគេទេបានតែពឹងឲ្យគេជួយទេប៉ុន្តែគ្រូក្បាលអាតួរបស់យើងគឺឆ្លាតហើយក៏បាននិយាយគ្នាបន្តទៀតស្រាប់តែចាប់អារម្មណ៍ឃើញថាភ្លេចនិយាយជាមួយក្មេងតូចម្នាក់នោះបន្ទាប់មកអាតួរបស់យើងតាំងខ្លួនជាបរោះជីសេះសទៅឆោងដៃឲ្យក្មេងស្រីតូចម្នាក់នោះហើយក៏បាននិយាយទៅកាន់ក្មេងស្រីតូចម្នាក់នោះថាក្មេងស្រីតូចហេតុអ្វីបានជីវនមិនក្រោកឈរឡើងពួកបងនៅទីនេះដើម្បីជួយបងអូនហើយ
ហើយក្មេងស្រីតូចម្នាក់នោះក៏បាននិយាយថាអរគុណបងស្រាប់តែប៉ហ៊ីសុងនោះក៏ឃើញក្មេងស្រីតូចម្នាក់នោះហើយក៏បានភ្ញាក់ព្រឹតរួចក៏ដើរសម្ដៅទៅកាន់ក្មេងស្រីតូចម្នាក់នោះហើយក៏បាននិយាយថានេះគឺហើយក្មេងស្រីតូចម្នាក់នោះក៏បាននិយាយថាខ្ញុំឈ្មោះចុងហាយ៉ានល្អណាស់ដែលបានជួបអ្នកខ្ញុំឈ្មោះគីមខយុងសុនតួយើងក៏គិតក្នុងចិត្តចុយមិនអាប៉ែនឹងសប្បាយចិត្តម៉េះបន្ទាប់មកអាប៉ែខ្យងសុននោះក៏បាននិយាយទៅកាន់ក្មេងតូចនោះថាតើអ្នកមានឈ្មោះត្រង់ណាអីទេហើយក្មេងតូចនោះក៏បានឆ្លើយតបថាអត់អីទេខ្ញុំមិនអីទេតើមិនអីទេបើសិនជាខ្ញុំហៅអ្នកថាកញ្ញាហាយ៉ានខ្ញុំយល់ព្រមខ្ញុំមិនអីទេខ្ញុំពិតជាមិនអីទេហើយតួរបស់យើងក៏ឆ្ងល់យ៉ាងខ្លាំងហើយតួរបស់យើងក៏គិតពីអាប៉ែខ្យងសុនហ្នឹងដែលបានត្រឡប់ពេលវេលាឡើងមកវិញហើយក៏ដឹងថាអាប៉ែខ្យងសុននោះក៏បានដឹងអំពីចុងបញ្ចប់នៃពិភពលោកនេះហើយក៏គិតទៀតថាអាប៉ែខ្យងសុនហ្នឹងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្លាស់ប្ដូរនៅអនាគតហើយប្រកាសណាស់មនុស្សដែលបានបញ្ចូលទៅក្នុងលិសហ្នឹងហើយក្មេងតូចរបស់យើងហ្នឹងគឺថាខ្ជូតមែនតើហើយចង់ប្រាប់អ្នកនរគ្នាទៀតថាក្មេងតូចហ្នឹងគឺជាតួអង្គឯកស្រីរបស់យើងហើយក្មេងតូចនោះក៏បានអរគុណទៅកាន់អាតួរបស់យើងដែលបានជួយជីវិតនាងហើយអាតួរបស់យើងហ្នឹងក៏បាននិយាយថាគ្មានបញ្ហាទេហើយតែគេជាប្រុសស្អាតគេគ្រាន់តែនិយាយក៏ចេះរៀនសង្ហាដែរដែលធ្វើឲ្យកញ្ញាតូចរបស់យើងក៏បានអ៊ិនខ្វាច់យ៉ាងខ្លាំងហើយក៏គិតក្នុងចិត្តថាចុងហាយ៉ានជាមនុស្សម្នាក់ដែលមានទេពកោសល្យជាមួយនឹងមេជីកហើយនឹងគីមខ្យងសុនគឺជាមនុស្សដែលបានត្រឡប់ពេលវេលាឡើងមកវិញអ្នកទាំងពីរគឺជាកំណប់ហើយអាតួរបស់យើងក៏បានញញឹមតិចយ៉ាងលយហើយក៏បានគិតតទៀតថាតោះចាប់ដើមទាំងអស់គ្នារហូតដល់ទីបញ្ចប់មកដល់ត្រឹមនេះ chapter ទី3របស់យើងក៏មកដល់ទីបញ្ចប់ជួបគ្នានៅ chapter ក្រោយទៀតហើយអ្នកគ្នាកុំភ្លេចចុច subscribe និងដាក់សញ្ញារូបកណ្ដឹងម្នាក់មួយផងជម្រាបលាអ្នកទាំងអស់គ្នា